ចៅក្រមត្រៀមប្រុងព្រឹបប្រកួត Boost Strong គុណខ្មែរគូទី 5 ដែលជាគូមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី 1 Round 1 បាទទស្សនាការប្រកួតគូមិត្តភាពអន្តរជាតិគុណខ្មែរបច្ចុប្បន្ននឹងកីឡាករអ៊ីរ៉ង់បង្គោលក្រហម Kimura បង្គោលខៀវ Mehdi Rezai បីទឹកទេមិនមានស្ទាបស្ទង់មិនមានបាទវោះកម្លាំងបាទស្ទាបស្ទង់បច្ចេកទេសទេបាទគឺចូលមកវៃយកតែម្ដងបាទបូរ៉ាតាមទម្លាប់របស់គាត់បាទគេមិនចេញមុនគាត់ក៏មិនចេញទៅវិញដែរបាទតែបើមិនចេញសោះក៏បូរ៉ាក៏រមប្រឡោះវាយទៅដែរទាត់ស្ដាប់មួយរបស់ម៉ាត់សងរបស់រេសៃចាក់ជើងក្រោមម៉ាត់ឆ្វេងមួយរបស់បូរ៉ាធាក់សងរបស់រេសៃចាក់ជើងស្ដាប់ទាត់ស្ដាប់មួយរបស់គីមូរ៉ាទាត់ជើងក្រោមមួយរបស់បូរ៉ាទាត់សងមួយរបស់រេសៃតែមួយទៀតតែមិនតែកិច្ចផុតពីគីមូរ៉ាបាទចាក់ជើងក្រោមរបស់គីមូរ៉ាមួយសងមកវិញដល់ចូលជាបន្តធាក់ឆ្វេងមួយអត់ទេបាទរុញចេញតែម្ដងពីរេសៃម៉ាត់ឆ្វេងអូយបាទបេះយកលឿនតែម្ដងបាទប្រយ័ត្នគ្នារៀងខ្លួនចាក់ជើងក្រោមរបស់រេសៃដើរចូលពីបូរ៉ាម៉ាត់ឆ្វេងម៉ាត់ស្ដាំសងឆ្វេងរបស់គីបូរ៉ាបាទឆ្មក់លឿនតែម្ដងពីនាគមាសខេត្តបន្ទាយមានជ័យមួលឿនមែនតើចាក់ជើងក្រោមធាក់ឆ្វេងបាទម៉ាត់ឆ្វេងស្ដាំកែមួយម៉ាត់ស្ដាំមួយទៀតរបស់បូរ៉ាម៉ាត់ឆ្វេងស្ដាំម៉ាត់ស្ដាំតែមួយទៀតរេសៃអូយ 1 2 3 រាប់ហើយ 4 5 6 7 8 9 10អូហូយមិនអាចបន្តការប្រកួតបានទេ Mehdi Rezai អូយកន្លះទឹកតែប៉ុណ្ណោះបាទសម្រាប់ Kimura បាទថ្លង់ពិសេសបាទឆ្វេងឲ្យស្ដាំអូហូយបាទរងចាំមើលរូបភាពយឺតបាទហេតុអ្វីបានជា Mehdi Rezai មិនអាចបន្តការប្រកួតបាននេះបងប្អូនបាទក៏លេខមើល LED ណែបាទបូរ៉ាសេរីប្លង់សេរីដែលម៉ាត់មួយម៉ាត់ពោះទឹកម៉ាត់ហើយម៉ាត់ទៀតបាទនេះកន្លែងនេះដែលធ្វើឲ្យ Mehdi Rezai មិនអាចបន្តការប្រកួតបានអូម៉ាត់ដៃបេះចំឆ្អឹងជំនីបាទធ្វើឲ្យ Mehdi Rezai បាទត្រូវលោកអញ្ញាកណ្ដាលរាប់បាទរហូតមិនអាចបន្តការប្រកួតបានបាទកន្លះទឹកបាទសម្រាប់បាទគីមូរ៉ាបាទមុននឹងប្រកាសលទ្ធផលសូមសំលេងទះដៃមួយបងប្អូននៅខេត្តតាកែវអញ្ញាកណ្ដាលបានបញ្ចប់ការប្រកួតនៅក្នុងទឹកទី1ជ័យជំនះបានទៅលើបង្គោលក្រហមនាគមាសបន្ទាយមានជ័យគីមបូរ៉ាបាទសេផុយតែម្ដងបាទអេរ៉ង់មក2នាក់អត់សូវតាន់ទេប៉ុន្តែគូក្រោយមិនហ៊ាននិយាយអីច្រើនទេព្រោះថាដល់ពេលហើយបាទចឹងថាតើអ្នកណានឹងក្លាយជាម្ចាស់ពាននិងប្រាក់លានពីកម្មវិធី Boost Strong គុណខ្មែរនៅខេត្តតាកែវរវាងនរៈសុធីជាមួយនឹងកីឡាករ Douglas របស់ប្រេស៊ីល Boost Strong គុណខ្មែរសូមសម្រាប់បន្តិចសិនបាទ